បាទនៅក្នុងវីដេអូនេះផ្លេចសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញពីការ download វីដេអូចេញពី IG Instagram អញ្ចឹងវិធីគឺអត់មានអីពិបាកទេងាយបំផុតទីមួយគឺយើងចូលទៅក្នុងInstagram របស់យើងហើយ copy cookie មក export យកជាប្រភេទ JSON មក folder របស់កម្មវិធីយើងនេះ Instagram នេះ delete cookie ចាស់ចេញដាក់ cookie ថ្មីចូលបន្ទាប់មកចុច save មកបន្ទាប់មកយើងទៅមើលថាយើងចង់បានវីដេអូរបស់ណាគេណាចង់បានវីដេអូរបស់ណាគេឥឡូវឧទាហរណ៍ថាខ្ញុំចង់បានវីដេអូរបស់ណាគេតំណងបន្តិចមកធ្វើរឺតមកណាគេរៀងឆ្អាតបន្តិចមកម្នាក់នេះមើលមានវីដេអូអត់នេះរៀលអូវ៉ាវកពើឬកពើផើមណាអានេះយើងចុចរៀលនេះក៏បានចុចកន្លែងផុសនេះក៏បានពេលដែលវាទាញគឺវាទាញតែរៀលយកមកឲ្យយើងទេនេះឥឡូវខ្ញុំយកកន្លែងរៀលនេះយកកន្លែងរៀលនឹងមកបន្ទាប់មកយើងយកមកដាក់នៅត្រង់នេះដាក់នៅចំណុចនេះផាសចូលអញ្ចឹងមកបាទផាសចូលមកបន្ទាប់មកចុច scrap ហ្នឹងចុច scrap ទៅនឹងមកដោយសារខ្ញុំដាក់ចំនួន25នៅទីនេះអញ្ចឹងវាលឿនទេយើងចុច OK មកបន្ទាប់ពីមកដល់ត្នេះរួចហើយយើងចុច download ត្នេះមកខ្ញុំភ្លេចទៅបង្កើត folder នៅនេះមិនដាក់ folder ឈ្មោះថា Instagram អូខេខ្ញុំចុច OK អញ្ចឹងឥឡូវយើងទៅមើល folder Instagram នេះវា download មកនេះអូខេហើយអញ្ចឹងនេះវិធីងាយ download វីដេអូចេញពី Instagram អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំចុចបិទទៅវិញ